សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយមកចែកម្លែកគឺនិយាយអំពីការប្រើប្រាស់ថ្នាំក្រពះទឹកបឺតមួយដែលមានឈ្មោះថា Fofalugel ដែលជាក្រពះបឺតមួយដែលពេញនិយមហើយប្រជាជនខ្មែរយើងស្គាល់ច្រើនហើយតែងតែហៅថាថ្នាំក្រពះបឺតដែលមានអក្សរពេឬក៏ក្រពះពេតោះតើថ្នាំនឹងមានប្រសិទ្ធភាពយ៉ាងណាឥឡូវយើងទៅតាមដានទាំងអស់គ្នាអញ្ចឹងចូលដល់ចំណុចទី1គឺនិយាយអំពីរូបភាពឱសថអញ្ចឹងឱសថនេះគឺជាប្រភេទទឹកខាប់សម្រាប់ផឹកក្នុងមួយប្រអប់នោះមាន26កញ្ចប់ហើយចំណុចទី2នោះគឺសមាសធាតុផ្សំអញ្ចឹងនៅក្នុងមួយកញ្ចប់នោះមាន Colloidal Aluminum Phosphate នឹង gel នឹង20% ឬក៏12.380 ក្រាមហើយចំណុចទី3នោះគឺនិយាយអំពីគុណភាពព្យាបាលអញ្ចឹងឱសថនេះជាប្រភេទឱសថស្ថិតនៅក្នុងក្រុមអង់តាស៊ីតជាប្រភេទឱសថប្រឆាំងទៅនឹងជាតិអាស៊ីតនៅក្នុងកាពះសម្រាប់ព្យាបាលបន្ថយជាតិអាស៊ីតនៅក្នុងកាពះព្យាបាលរលាកកាពះឈឺផ្សានិងរលាកបំពង់អាហារហើយចូលដល់ចំណុចទី4នោះគឺការហាមប្រើអញ្ចឹងអ្នកដែលធ្លាប់មានប្រតិកម្មជាមួយសារធាតុផ្សំណាមួយរបស់ឱសថនេះគឺហាមប្រើឬក៏អ្នកដែលមានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរនោះក៏មិនអាចប្រើបានដែរហើយចំណុចទី5នោះគឺការប្រុងប្រយ័ត្នអញ្ចឹងមុននឹងប្រើគឺត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនបើសិនជាមានបញ្ហាជាមួយជាតិស្ករព្រុយតូសហើយមួយទៀតនោះពិគ្រោះជាមួយគ្រូពេទ្យដែរគឺបើសិនអ្នកជំងឺនឹងមិនបានធូរស្រាលក្រោយការព្យាបាលរយៈពេល1អាទិត្យបន្ទាប់មកគឺត្រូវពិគ្រោះជាមួយគ្រូពេទ្យភ្លាមបើសិនជាមានអាការៈគ្រុនក្តៅឬក៏រីកក្អួតក្រោយពេលប្រើប្រាស់ហើយមួយទៀតគឺផលរំខានអញ្ចឹងឱសថនេះមានភាពអនុគ្រោះល្អចំពោះមនុស្សភាគច្រើនលើកលែងតែមនុស្សមួយចំនួនតូចដែលអាចមានអាការៈទល់លាមកហើយបើមានផលរំខានណាមួយកើតឡើងដោយការរៀបរាប់ខាងលើហ្នឹងយើងត្រូវជួបជាមួយអ្នកជំនាញឬគ្រូពេទ្យឬក៏ឱសថការីភ្លាមហើយមួយទៀតគឺនិយាយអំពីអន្តរកម្មឱសថអញ្ចឹងឱសថនេះអាចបន្ថយប្រសិទ្ធភាពឱសថផ្សេងទៀតដូចនេះយើងមិនអាចប្រើឱសថនេះជាមួយឱសថដទៃទៀតក្នុងពេលតែមួយទេមុននឹងប្រើគឺត្រូវពិគ្រោះជាមួយគ្រូពេទ្យឬឱសថការីហើយមួយទៀតគឺមិនត្រូវប្រើឱសថនេះក្នុងពេលតែមួយជាមួយឱសថផ្សេងនោះទេហើយត្រូវលេបឱសថនេះឲ្យបាន2ម៉ោងមុនពេលប្រើឱសថដទៃទៀតហើយការរក្សាទុកគឺនៅក្រោមសីតុណ្ហភាព30អង្សាសេកុំឲ្យត្រូវកម្ដៅថ្ងៃសំណើមហើយនឹងទុកឲ្យផុតពីដៃក្មេងហើយចូលដល់ចំណុចសំខាន់នោះគឺរបៀបប្រើប្រាស់គឺចំណុចទី6គឺកម្រិតហើយនឹងរបៀបប្រើអញ្ចឹងត្រូវអនុវត្តតាមបច្ចេកវិទ្យាយើងត្រូវប្រើឱសថនេះនៅពេលមានការឈឺចាប់ឬតាមបច្ចេកវិទ្យាអញ្ចឹងប្រើគឺ1កញ្ចប់ទៅ2កញ្ចប់ក្នុងមួយថ្ងៃ2ទៅ3ដងហើយមួយទៀតគឺមិនត្រូវប្រើលើសពី6កញ្ចប់នៅក្នុងមួយថ្ងៃហើយប្រសិនបើកម្រិតនេះមិនគ្រប់គ្រាន់យើងត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនបាទវីដេអូខ្ញុំសូមបញ្ចប់តែប៉ុណ្ណឹងសូមអរគុណសូមជួយចុច like និង Subscribe វីដេអូ Channel ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងទៅនឹងសុខភាពបាទសូមអរគុណ